ពោធិ៍ឆ្នាំសង្ខេបរឿងនេះបានកើតឡើងនៅខេត្តកំពង់ឆ្នាំរឿងនេះអ្នកនិពន្ធបានបញ្ចូលទៅក្នុងសាច់រឿងសូមជម្រាបជូនដល់អ្នកអានឲ្យបានទំព័រភូមិសាស្ត្រខេត្តកំពង់ឆ្នាំបន្តិចសិនដើម្បីឲ្យស្គាល់ពីជីវភាពរស់នៅរបស់បណ្ដាជននៅក្នុងខេត្តនិងស្គាល់ពីទំហំនៃខេត្តនោះនៅឆ្នាំ1925ខេត្តកំពង់ឆ្នាំមានស្រុកតែ5ទេដែលស្រុកទាំងអស់មានប្រជាជនរស់នៅចំនួន 120,000 នាក់បណ្ដាស្រុកទាំង5របៀបផ្អៀក៏ជាស្រុកមួយនៅក្នុងខេត្តកំពង់ឆ្នាំដែរដែលគេបែងចែកជាសង្កាត់តាមវាស្រុករបៀបផ្អៀមានភូមិ14ដែលមានប្រជាជនរស់នៅ 1911 នាក់កាលពីដើមរហូតដល់បច្ចុប្បន្នកាលអ្នកស្រុកកំពង់ឆ្នាំភាគច្រើនប្រកបមុខរបរធ្វើកសិកម្មធ្វើស្រែបន្តិចបន្តួចដំណំទុកសម្រាប់បរិភោគក្នុងមួយឆ្នាំប៉ុណ្ណោះក្នុងគ្រួសារនីមួយៗដោយសារតែដីធ្លីមិនសូវមានជីវជាតិល្អដើម្បីផ្គត់ផ្គង់សម្ភារបំពាក់ការចាយវាយម្ហូបអាហារនិងការបំពេញជួយរាជការផ្សេងៗនៅតាមតំបន់ខ្លះសមាជិកនីមួយៗបានចែកការងារធ្វើគឺស្ត្រីបានល្អីចង្អេរនិងកន្ត្រកឡាក់ចំណែកឯប្រុសឡើងខ្នោតធ្វើស្ករចំណែកឯប្រជាជនដែលរស់នៅតាមមាត់ទន្លេភាគច្រើនដាំឈូកដាំអាឡឹកធំយកគ្រាប់ហាច្រកបើគ្រាប់លក់ចំណែកអ្នកខ្លះទៀតចូលចិត្តនេសាទជីវភាពរស់នៅរបស់អ្នកនៅទន្លេមានជីវភាពល្អប្រសើរជាងអ្នករស់នៅឆ្ងាយពីទន្លេដោយសារអ្នករស់នៅទន្លេផ្អែកទៅលើការនេសាទនិងការដាំដុះទឹកដែលហូរចេញពីទន្លេចំណែកអ្នកនៅលើគោផ្អែកទៅលើទេពណាទៅតាមទឹកភ្លៀងសម្រាប់ធ្វើស្រែចម្ការ